ដែលរឿងនោះខ្ញុំទទួលបានពីបងប្រុសម្នាក់ឈ្មោះវ៉ានីដែលរឿងរបស់គាត់នឹងគឺមានចំណងជើងថាកូនខ្ញុំឃើញខ្មោចជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងពិតមួយដែលខ្ញុំមិនហ៊ានអះអាងនោះទេថាវាពិត 100% ព្រោះខ្ញុំមិនបានជួបអ្វីឡើយមើលតែចំណងជើងក៏ដឹងដែរគឺកូនខ្ញុំឯណោះទេដែលជាអ្នកជួបសូមបញ្ជាក់ថាខ្ញុំគឺជាអ្នកខេត្តកណ្ដាលហើយរឿងហេតុនឹងវាកាត់អើងកាលពីឆ្នាំ 2016 កាលនោះកូនប្រុសពៅរបស់ខ្ញុំទើបតែមានអាយុ 5 ឆ្នាំប៉ុណ្ណោះគាត់ចេះនិយាយច្រើនហើយកាលហ្នឹងប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺកូនខ្ញុំម្នាក់ហ្នឹងគាត់មើលឃើញខ្មោចដំបូងឡើយខ្ញុំគិតថាគាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះណាមួយក៏គិតថាក្មេងប៉ុណ្ណឹងនៅមិនទាន់ស្គាល់អ្វីទៅជាខ្មោចឡើយប៉ុន្តែមានហេតុផលមួយចំនួនដែលធ្វើឲ្យខ្ញុំនេះបដូរការគិតនិងយល់ថាវាមិនមែនជាការនិយាយលេងជាធម្មតាខ្ញុំចូលចិត្តជិះម៉ូតូដឹកកូនដើរលេងណាស់ហើយចាប់តាំងពីពេលដែលគាត់ចេះនិយាយរាល់ពេលជិះម៉ូតូទៅណាមកណាគាត់តែងតែចង្អុលនឹងនិយាយថានោះខ្មោចនោះខ្មោចតែថ្មីគឺខ្ញុំនៅមិនទាន់ចាប់អារម្មណ៍ទេប៉ុន្តែមានល្ងាចមួយពេលជិះដើរលេងឆ្លងកាត់ភូមិមួយដែលគេកំពុងតែរៀបចំកម្មវិធីបុណ្យសពកូនខ្ញុំស្រាប់តែចង្អុលទៅលើមេនបូជារួចនិយាយថានោះខ្មោចទាំងដែលពេលហ្នឹងនៅលើហ្នឹងគឺអត់ឃើញមានអ្នកណាទេពីត្រឹមនោះទៅខ្ញុំក៏ចាប់ផ្ដើមសង្កេតមើលកូនប្រុសរបស់ខ្ញុំចង់ដឹងថាវាយ៉ាងម៉េចឲ្យប្រកបមានល្ងាចមួយទៀតនោះប្រពន្ធខ្ញុំគាត់ស្រាប់តែចង់ហូបបង្អែមដល់អញ្ចឹងខ្ញុំក៏ជិះម៉ូតូឌុបគាត់ទៅហើយក៏ដោយទាំងកូនប្រុសពៅទៅជាមួយផងដែរពេលជិះមកដល់មុខផ្ទះមួយនោះកូនប្រុសខ្ញុំស្រាប់តែនិយាយជាថ្មីទៀតហើយដោយគាត់បានចង្អុលទៅមុខផ្ទះមួយហ្នឹងរួចនិយាយថានោះខ្មោចពេលហ្នឹងខ្ញុំព្រឺសម្បល់មែនទែនព្រោះអីខ្ញុំដឹងច្បាស់ណាស់ថាផ្ទះហ្នឹងទើបតែមានគេចងកសម្រាប់ខ្លួនហើយដែលខ្ញុំព្រឺសម្បល់ហ្នឹងដោយសារខ្ញុំក៏ទើបតែឮគេនិយាយថាខ្មោចដែលចងកនោះលងគេណាស់មិនជាលងបែបកាចសាហាវអីខ្លាំងពេកទេគ្រាន់តែយប់ខ្លះគាត់បង្ហាញខ្លួនឲ្យអ្នកដំណើរឃើញឈរនៅមុខផ្ទះជួនកាលមកដោយមានសភាពធម្មតាដូចមនុស្សទូទៅតែជួនកាលមានសភាពហើមដូចសាកសពច្រើនថ្ងៃអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺមានខ្សែចំណងចងកនៅជាប់នឹងករបស់គាត់គ្រប់ពេលដែលបង្ហាញខ្លួនតែម្ដងវាធ្វើឲ្យអ្នកដំណើរដែលបានឃើញទិដ្ឋភាពនឹងគេកើតអាការៈភ័យខ្លាចនិងដឹងយ៉ាងប្រកបថាពិតជាខ្មោចបរោះម្នាក់នឹងដោយទ្រាំមិនបានខ្ញុំក៏សួរកូនក្នុងពេលនឹងតែម្ដងថាកូនឯងស្គាល់ខ្មោចពីណាគាត់ឆ្លើយថាបងធ្វើឲ្យមើលរហូតនឹងគាត់ចង់មានន័យថាបងធ្វើបន្លាចគាត់តែញយពេលហ្នឹងកូនខ្ញុំគាត់អង្គុយនៅពីមុខបន្ទាប់ពីឆ្លើយរួចគាត់ក៏បែរមើលមកខ្ញុំរួចធ្វើមុខធ្វើមាត់ហើយថែមទាំងលៀនអណ្ដាតទំនងចង់ធ្វើដូចទៅនឹងអ្វីដែលបងគេតែងតែធ្វើឬចង់មានន័យថាមុននេះនៅមុខផ្ទះដែលគេចងកនោះគាត់ឃើញបែបហ្នឹងក៏ថាបានខ្ញុំបានសួរគាត់បញ្ជាក់ថាកូនឯងឃើញមែនឬអត់កូនប្រុសខ្ញុំគាត់តបបែបរដេបរដប់ត្រឡប់ត្រលិនតែខ្ញុំនឹងសម្រួលឲ្យលោកអ្នកស្រួលយល់គឺគាត់ចង់និយាយថាអូនឃើញរហូតហ្នឹងតែអូនអត់ខ្លាចទេខ្ញុំពិតជាព្រឺសម្បល់មែនទែនពេលឮកូនប្រាប់បែបហ្នឹងតែនៅមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចឡើយពេលទៅដល់ផ្ទះខ្ញុំក៏និយាយរឿងចម្លែកទាំងអស់ហ្នឹងជាមួយប្រពន្ធរួចទៅប្រពន្ធក៏តបថាបណ្ដោយសិនទៅចាំមើលមួយរយៈទៀតណាមួយកូនមិនខ្លាចផងវាមិនជាបញ្ហាអីនោះទេដំបូងខ្ញុំក៏យល់ថាវានឹងមិនមានបញ្ហាដូចដែលប្រពន្ធនិយាយតែក្រោយមកវាក៏ដល់ពេលដែលត្រូវមានបញ្ហាគឺមានពេលមួយហ្នឹងខ្ញុំបានឌុបគាត់ទៅស្ទូចត្រីនៅក្នុងបឹងធំមួយខាងជើងភូមិមួយសន្ទុះដំបងដូចជាមិនមានអ្វីប្លែកគួរឲ្យកត់សម្គាល់ទេតែក្រោយមកទៀតខណៈកំពុងតែជាប់ដៃដោយសារត្រីស៊ីសន្ទូច
ដល់ពេលក្រឡេករកមើលកូនស្រាប់តែឃើញគាត់កំពុងតែដើរចូលទឹកដល់ត្រឹមចង្កេះទៅហើយកន្លែងដែលគាត់ចុះទឹកហ្នឹងគឺឆ្ងាយពីកន្លែងដែលខ្ញុំកំពុងស្ទូចត្រីប្រហែល20ទៅ30ម៉ែត្រឯណោះមិនដឹងថាគាត់ដើរទៅតាំងពីពេលណាទេដោយសារភ័យបារម្ភពីកូនខ្ញុំក៏បោះសន្ទូចចោលរួចក៏ប្រញាប់រត់ទៅជួយគាត់ទាំងចង់យំផងអីផងសំណាងល្អពេលនោះខ្ញុំជួយគាត់ទាន់កុំអីមានវិបដិសារីមួយជីវិតហើយមើលទៅអ្វីដែលមិននឹកស្មានគឺក្រោយពេលយកគាត់ឡើងមកដល់លើគោកខ្ញុំក៏សួរគាត់ថាហេតុអីបានជាខ្លួនឯងហ៊ានចុះទឹកដោយមិនប្រាប់ប៉ាសោះចឹងកូនខ្ញុំក៏ឆ្លើយថាអូនចុះទៅតាមមីចាយមួយនោះគាត់និយាយបណ្ដើរចង្អុលទៅកន្លែងដែលគាត់ចុះទឹកមុននេះបណ្ដើរឮហើយធ្វើឲ្យខ្ញុំព្រឺក្បាលខ្ញាក់ខ្លាំងតែម្ដងព្រោះដឹងច្បាស់ថាកូនត្រូវខ្មោចនាំនេះបើសិនខ្ញុំមើលមិនទាន់ទេខ្មោចនោះប្រកាសជានាំកូនខ្ញុំទៅបាត់យ៉ាងប្រកបពេលនឹងខ្ញុំបានស្ដីប្រដៅកូនថាថ្ងៃក្រោយកុំចេះតែចុះទឹកទៅណាមកណាជាមួយគេឬអ្នកដែលយើងមិនស្គាល់កូនឯងដឹងទេម្នាក់ស្រីដែលកូនឯងដើរតាមអំបញ្ញមិញនោះគឺជាខ្មោចទឹកព្រោះអីបឹងនឹងធ្លាប់មានក្មេងៗលងទឹកស្លាប់ច្រើនហើយអ្វីដែលគួរឲ្យហួសចិត្តគឺកូនខ្ញុំនៅតែនិយាយថាអូនអត់ខ្លាចទេខ្លាចមិនខ្លាចខ្ញុំមិនដឹងឡើយប៉ុន្តែបន្ទាប់ពីនិយាយគ្នារួចខ្ញុំក៏ប្រញាប់លើកពរកូនជិះម៉ូតូចេញពីទីនោះទៅដល់ផ្ទះបន្ទាប់ពីបដូរខោអាវសើមរួចអស់ហើយខ្ញុំក៏ឌុបកូនទៅវត្តក្នុងបំណងចង់សុំខ្សែអំបោះសីមាពីលោកតាចៅអធិការយកមកឲ្យកូនពាក់ហើយចាប់តាំងពីពេលដែលបានពាក់ខ្សែសីមារួចមកខ្ញុំមិនដែលឮកូននិយាយថាបានឃើញខ្មោចទៀតនោះទេរហូតមកដល់ឥឡូវនេះគាត់អាយុជាង10ឆ្នាំហើយល្មមអាចនិយាយស្ដាប់គ្នាបានដល់ថ្ងៃមួយពេលសួរនាំគាត់អំពីរឿងខ្មោចគាត់ថាគាត់មិនដែលឃើញទៀតពិតមែនតែគាត់បានបដូរពីមនុស្សដែលពីក្មេងមិនចេះខ្លាចខ្មោចមកជាមនុស្សដែលមានជំនាញខាងខ្លាចខ្មោចខ្លាំងបំផុតទៅវិញសូម្បីនៅផ្ទះម្នាក់ឯងក៏គាត់មិនហ៊ាននៅដែរ